សួស្តីបងប្អូនទាំងអស់គ្នានេះខ្ញុំមានមេរៀនតទៅនឹងការធ្វើធ្មេញលឿងឲ្យទៅជាសដូចនៅក្នុងវីដេអូនេះអញ្ចឹងបាទជាដំបូងបងប្អូនត្រូវមានរូបតែបងប្អូនចង់កែបងប្អូនទាញចូលក្នុង Adobe Photoshop មកបាទបន្ទាប់មកបងប្អូនចូលកន្លែង Page Tool នេះមកបងប្អូនគូលើធ្មេញហ្នឹងមកបាទគូកន្លែងផ្ទៃណាដែលបងប្អូនចង់ធ្វើពីលឿងទៅជាសបាទគូអញ្ចឹងមកបាទបន្ទាប់ពីគូហើយបងប្អូនចូលកន្លែង select ចូលកន្លែង modify នេះមកកន្លែង filter ចុច2បានហើយ control U ហើយចូលកន្លែង master យក yellow ហើយទាញនេះមកអស់មកដល់មកចុច OK ហើយ control L ដើម្បីដំឡើងលើវាបន្តិចមកបាទចុច OK ចុច control D ដើម្បីដោះ select បាទវីដេអូមានតែប៉ុណ្្នឹងសូមបងប្អូនជួយ subscribe ជួយ like វីដេអូផងអរគុណជួបគ្នាវីដេអូក្រោយបាយបាយ